បាទជាមួយគ្នានេះក៏សូមថ្លែងអំណរគុណដល់ព្រះមង្គលបញ្ញាឈឿនជុកបាទធម្មធរខណ្ឌដង្កោនិងជាបច្ចាតិកាវត្តចំការខ្សាច់បានឧបត្ថម្ភទូកងមហាអន្ត្រីអតឡង់តិច200000រៀលនិងគណៈកម្មការរបស់យើងចំនួន20000រៀលផងដែរបាទសូមថ្លែងអំណរគុណបាទលើទូកមកហើយបាទយើងឈានដល់គូបាទគូទី2សម្រាប់ទូកមួងបាទទូកមួងរបស់យើងបាទក្មេងៗចំនួនក្រោយដែលមិនដែលស្គាល់ទូកអត់ដឹងថាទូកមួងទូកអីទេណាទូកមួងគឺជាទូកចែវបាទគូបាទទី14បាទជ្រួយចង្វាសែនជ័យរស្មីមេកុងដែលជើងទី1នៅខ្សែទៅខាងក្នុងមិនទទួលបានជ័យជំនះទេឥឡូវបដូរទៅខាងក្រៅលទ្ធផលបាទរងចាំមើលពីដំបងជ្រៃមាសរុទ្ធីតាសុកសែនជ័យដែលមកពីព្រែកដំបងអ្នកភ្នំពេញប៉ះជាមួយនៅមុខកពូលឥឡូវលទ្ធផលហាក់ដូចជាដំបងជ្រៃមាសរិទ្ធីតាសុកសែនជ័យក៏នៅតែបន្តធ្វើបានល្អដដែលដែរគឺបន្ថែមលបឿបាទវត្តជ្រៃមាសសាគរព្រែកដំបងមុខកពូលបាទលើដាច់បាត់ហើយពាក់កដាលទូកបាទពាក់កដាល